ថ្ងៃនេះជាថ្ងៃជោគថ្ងៃជ័យគឺយើងបានដីមកកន្លែងទៀតហើយបងអូនតែបងរំលោះទេយ៉ាអើយបងរំលោះក៏ជាដីរបស់យើងដែរបងប្អូនតែដីនេះខ្ញុំស្រឡាញ់មែនតើបងប្អូនអើយក្រោយសាកគីម្ដុំប្រជុំជនតែម្ដងសំដងតិចទៅគង់តែបានទេមែនទេបងប្អូនប៉ុន្តែលើកនេះខុសពីលើកមុនដោយសារតែខ្ញុំយកដល់តែ4 ឡូបងប្អូនអើយគឺថាយើងទិញចប់គ្នាហ្មងកុំឲ្យស្ដាយក្រោយសាមុនស្ដាយមែនតើយកបានតែ2 ឡូណាដល់ពេលឥឡូវចង់បរិចផ្ទះអត់ដឹងបរិចមិនទេឥឡូវយើងយក4 ឡូតែម្ដងបងប្អូនសំខាន់ឡូដែលខ្ញុំទិញក៏មានអំបិលទឹកទៀតហើយនេះគេតែខ្វះកាយទេបងប្អូនគេអត់ទាន់ចាក់ផ្លូវចាក់អីពេលចាក់ផ្លូវស្អាតទៅគឺមកអែមតែម្ដងសំខាន់ណាខ្ញុំទិញបានតម្លៃធូរមែនតើហើយគឺនៅប្រជុំជនទេបងប្អូននៅក្រៅសាកគីហ្មងជី600 ម៉ែត្រពីសាកគីមកគឺដល់ដីខ្ញុំតែម្ដងណាចាអូយតែកូនបើមួយទាំងនេះរំភើបញាប់ញ័រខ្លាំងមែនតើហ្មងបងប្អូននិយាយទៅសំម្ដងបន្តិចណាម៉ែអត់មានលុយណាទិញដុំទេគឺបងលក់ដូចគ្នាហ្នឹងដំបងថាទិញតែ2 ឡូទេនិយាយចុះនិយាយឡើងអូ4 ឡូហ្មងតាពេលទិញហើយដល់ពេលចាក់ផ្លូវអស់ហើយខ្ញុំបើកលក់អីឲ្យបងប្អូនហូបហ្មងកាហ្វេរ៉ូមែនទិកអីចឹងណានិយាយលេទេបងប្អូនអើយខ្ញុំចេះតែសំទៅដោយសារយើងគ្មានលុយដុំទេហើយពេលដែលគេបើកបងលក់ឲ្យយើងហ្នឹងគឺជាឱកាសយើងបងប្អូនឆក់យកទៅរងចាំកាលតិចថាម៉ែតងលក់កាមេរ៉ាខ្លាយជាអ្នកមានអីហ្នឹងបងប្អូនគ្មានទេគឺថាបានមកគ្រប់ចាយគ្រប់អីចឹងទៅហើយយើងចង់សំដងតិចដោយសារកាមេរ៉ាយើងលក់ដាច់ដែរបងប្អូនអញ្ចឹងទុកខែយើងទុករួចហើយខ្ញុំបានដងឲ្យហ្នឹងគឺដោយសារតែបងប្អូនជួយគ្រប់គ្រងខ្ញុំទេកាមេរ៉ាគឺលក់ដាច់ខ្លាំងមែនតើហើយកាមេរ៉ាដោយសារតែយើងមានគុណភាពដែរទេណាបងប្អូននិយាយទៅនេះដាក់កាមេរ៉ាខ្ញុំគូច្រើនមែនតើខ្ញុំសឹងថាជិះទៅដល់ណាក៏ឃើញបងប្អូនណាដោយសារតែគុណភាពហើយឥឡូវហ្នឹងគឺភ្ញៀវទិញតាមខ្ញុំច្រើនមែនតើទិញតាមគ្នាច្រឡំហើយបើបងប្អូនចង់បានដីដូចខ្ញុំអញ្ចឹងណាកន្លែងខ្ញុំនោះប្រជុំជនបងប្អូនមកឃើញស្រឡាញ់ហ្មងសិនបងប្អូនចង់បានឆាតខ្ញុំបានណាទិញតាមខ្ញុំគឺគាត់មានតម្លៃពិសេសឲ្យ special ជូនទៀតព្រោះគាត់ឲ្យខ្ញុំជួយសបផ្សាយគាត់ដែរអញ្ចឹងណាហើយខ្ញុំទិញបងប្អូនទិញ4 ឡូតែខ្ញុំជួយចិត្តយកចុងគេបងប្អូនខ្ញុំមិនដឹងថាខ្ញុំគិតខុសគិតត្រូវទេប៉ុន្តែខ្ញុំជួយចិត្តយកចុងគេវាស្ងប់ស្ងាត់ហើយដីនេះគឺវាដូចដីខ្ញុំច្រើនឡូឯងបងប្អូនដីនេះគឺវាតិចឡូដែរទោះចុងក៏វានៅគៀកខ្នល់ដែរនិយាយទៅខ្ញុំជួយចិត្តចុងគេបងប្អូនដោយសារអីខ្ញុំធ្វើឲ្យស្ងប់ស្ងាត់ស្រួលល្អអញ្ចឹងណាដឹងគិតខុសគិតត្រូវនេះជួយខមមិនអ្នកមួយមើលហើយតែខ្ញុំរងថ្ងៃហ្នឹងគឺហួសសាកគីបងប្អូនហួសប្រហែលជា3 គីឡូឯដែរតែនេះនៅក្រោយសាកគីតែម្ដងគឺវាចិត្តសាមែនតែនហ្មងខ្ញុំទិញគាត់4 ឡូខ្ញុំថាចេះពេលដែលគាត់លក់កម្រងគាត់អស់ហើយខ្ញុំលក់ឡើងថ្លៃបងប្អូនចាំមកទិញដីយកវិញក៏បានដែរខ្ញុំលក់ឡើងថ្លៃអញ្ចឹងណាប៉ុន្តែដីម៉ែតងនៅចុងគេចេះប៉ុន្តែគ្រាន់តែថាក្នុងភូមិប្រជុំជនហ្មងបងប្អូនសំខាន់ខ្ញុំទិញដីដែលខ្ញុំស្គាល់ភូមិសាស្ត្រស្គាល់ម្ចាស់ច្បាស់លាស់អញ្ចឹងណាប្លង់កាត់ឲ្យយើងប្លង់រឹងប្លង់អីមកមួយសេតហ្មងខ្ញុំមកទិញដីដែលខ្ញុំអត់ស្គាល់ភូមិសាស្ត្រទេអូយខ្ញុំនិយាយមែនខ្ញុំស្រឡាញ់ដីនេះខ្លាំងតែម្ដងបងប្អូនមកដល់ភ្លាមគាត់ថាកក់ពឹបតែម្ដងអត់ចាំយូរទេនិយាយទៅខ្ញុំមានបាត់ពិសោធន៍រាប់ឆ្នាំហើយខ្ញុំសល់ដីខ្ញុំសល់ផ្ទះខ្ញុំសល់ឡានគឺអត់មានអីក្រៅពីសន្សំទេបងប្អូនសន្សំម្ដងទេសំខាន់កន្លែងនេះបើយើងទិញយើងបង់តែ 30% មុនទៅសល់ប្រហែលយើងរំលោះដោយអត់មានការប្រាក់ទេបងប្អូនគឺមានការប្រាក់ឯណាត្រឹម20 ខែ2 ឆ្នាំអត់មានការប្រាក់ទេអញ្ចឹងបងប្អូនអាចចរចាបានគេរំលោះតែ1 ឆ្នាំទេតែបើទិញពីខ្ញុំទៅគឺអាចចរចាបាន2 ឆ្នាំបងប្អូននិយាយទៅបងរំលោះអត់មានការប្រាក់គឺងាយស្រួលមែនតើយើងអត់មានທາງត្រូវអស់ការអីទេក្នុងរយៈពេល2 ឆ្នាំហ្នឹងបើយើងមានលទ្ធភាពដាក់ដើមច្រើនយើង2 ឆ្នាំគឺអស់តែម្ដងអញ្ចឹងបងប្អូនដូចដីខ្ញុំសាមមុនអញ្ចឹងខ្ញុំបងរំលោះ2 ឆ្នាំអញ្ចឹងនៅសល់កតុយលុយ7000កាលខ្ញុំយក2 ឡូហ្នឹងហើយដល់តែបើយើងមានលុយបងក្នុង24 ខែហ្នឹងយើងមានលុយបងច្រើនទៅដល់ចុងខែក៏យើងមិនបាច់បងសរុបទៀតដែរអូយគឺងាយស្រួលមែនតើនិយាយទៅអាកាសយើងហើយបងប្អូនហើយម្ដុំសាកគីហ្នឹងជីតែ100ទេមកទាំងហើមដល់កោះនារីបាត់ហើយគឺងាយស្រួលខ្លាំងមែនតើនិយាយស្អីហ្នឹងដូចសបផ្សាយដីឲ្យគេអញ្ចឹងនេះកាប៉ិតមកសបផ្សាយកាមេរ៉ាទេបងប្អូនកុំភ្លេចណាកាមេរ៉ាមកគ្រាប់$32ប្រភេទប្រើ Wi-Fi ច្បាស់អាច voice សលេងចេញចូលបានបើនេះ voice សលេងចេញចូលហ្នឹងយើងអាចនិយាយស្រូបសលេងបានណាយើងអាចតាមដានកូនយើងពេលដែលយើងនៅក្នុងផ្ទះយើងអាចមើលកាមេរ៉ាមើលកូនយើងលេងបានណាយើងខ្ជិលចេញក្រៅយើងគេងមិនសិនជាអញ្ចឹងទៅពេលដែលយើងទៅណាទៅស្រុកគេអូយអ្នកនៅអាមេរិកអ្នកនៅកូរ៉េគឺទិញកាមេរ៉ាខ្ញុំច្រើនមែនតើគាត់ដាក់នៅផ្ទះប៉ាគាត់ចាស់ណាគាត់មើលមកពីកូរ៉េមកគាត់ឃើញអ្នកផ្ទះគាត់ថាបងអើយដូចនៅផ្ទះអញ្ចឹងដូចនៅស្រុកអញ្ចឹងអត់សូវនឹកផ្ទះទេពេលតាំងពីមានកាមេរ៉ាមួយបងដូចនៅចិត្តសមាជិកអញ្ចឹងណាបងប្អូនបើយើងមានទូរស័ព្ទក៏យើងអាចតេររកគ្នាបានដែរប៉ុន្តែតោះតែយើងតេររកគ្នាយើងអត់ដូចយើងនិយាយមួយគ្នាបានរហូតដល់វាថាខ្ញុំបើកកាមេរ៉ាហើយអ្នកផ្ទះនឹងនៅផ្ទះហ្នឹងឆ្លើយឆ្លងជាមួយខ្ញុំទៅវិញទៅមកបានអញ្ចឹងណាបងប្អូនហើយសម្រាប់ផ្អកហើយនឹងជ្រក់ក៏មានដែរណាបងប្អូនផ្អកកំប៉ុង$10ជ្រក់ចៃថានឹងស្ពេចក្រោមកំប៉ុង25,000បងប្អូនអាចចូលមកក្នុងเพจខ្ញុំបានហើយបងប្អូនចាំតាមដានមើលចាំមើលខ្ញុំឆ្នៃដីដែលខ្ញុំទិញហ្នឹងណាគឺឆ្នៃធម្មជាតិមិនខ្លះឲ្យបងប្អូនមើលណាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបាយបាយជំរាបលា